តើការពិនិត្យសុខភាពមាត់ធ្មេញមានអត្ថប្រយោជន៍អ្វីខ្លះហើយតើយើងទាំងអស់គ្នាគួរមកពិនិត្យប៉ុន្មានខែម្ដងជំរាបសួរខ្ញុំបាទតន្តបណ្ឌិតមិត្តវិសាលនៃមន្ទីរព្យាបាលធ្មេញ Melvin ថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយដែលនិយាយអំពីការពិនិត្យសុខភាពមាត់ធ្មេញផ្ដល់អត្ថប្រយោជន៍អ្វីខ្លះហើយតើយើងទាំងអស់គ្នាគួរមកពិនិត្យទៀងទាត់កម្រិតណាជាធម្មតាការអញ្ជើញមកទទួលការពិនិត្យមាត់ធ្មេញគួរតែធ្វើឡើងរយៈពេល6ខែឲ្យបានទៀងទាត់ប្រសិនបើយើងទាំងអស់គ្នាធ្វើការពិនិត្យមាត់ធ្មេញឲ្យបានទៀងទាត់រៀងរាល់6ខែម្ដងនោះយើងនឹងបានអត្ថប្រយោជន៍ជាច្រើនដូចជាទី1មិនប្រឈមមុខនឹងបញ្ហាក្លិនមាត់ប្រសិនជាបងប្អូនទាំងអស់គ្នាមកតាមការណែនាំរបស់គ្រូពេទ្យរៀងរាល់6ខែម្ដងបងប្អូននឹងទទួលបានដំបូន្មានល្អៗពីក្រុមគ្រូពេទ្យតើរបបអាហារណាដែលបងប្អូនគួរតែទទួលទាននិងរបបអាហារណាដែលបងប្អូនគួរតែជៀសវាងចំណុចទី2កាត់បន្ថយរោគពុកធ្មេញនិងការស្រឿធ្មេញជាទូទៅបើសិនជាបងប្អូនមកពិនិត្យរៀងរាល់6ខែម្ដងនោះក្រុមគ្រូពេទ្យរបស់យើងនឹងធ្វើការពិនិត្យលម្អិតទៅលើបញ្ហាសុខភាពមាត់ធ្មេញរបស់បងប្អូនហើយក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យលម្អិតដើម្បីរកបញ្ហារោគពុកធ្មេញបើសិនជាបងប្អូនមានរោគពុកធ្មេញនោះក្រុមគ្រូពេទ្យនឹងធ្វើការប៉ះឬក៏ព្យាបាលផ្សេងៗចំណុចទី3អាចរក្សាធ្មេញធម្មជាតិបានច្រើនប្រសិនជាបងប្អូនទាំងអស់គ្នាខកខាននៅក្នុងការពិនិត្យមាត់ធ្មេញយូរឆ្នាំនោះបងប្អូននឹងអាចមានបញ្ហាកាន់តែច្រើនទៅដែលអាចធ្វើឲ្យធ្មេញបងប្អូនឈានទៅដល់ការដកចេញនោះហើយទៅធ្វើឲ្យធ្មេញធម្មជាតិរបស់បងប្អូនបាត់បង់ដោយសារបញ្ហាទាំងអស់នេះចំណុចទី4កាត់បន្ថយទៅលើការចំណាយនៃការព្យាបាលថ្លៃពីព្រោះថាបើសិនជាបងប្អូនទុកឲ្យបញ្ហានោះកាន់តែធ្ងន់ទៅដែលឈានឲ្យការដកធ្មេញនោះធ្មេញរបស់យើងនឹងធ្វើការដាក់វិញដោយការដាំបង្គោលឬការពុតធ្មេញជាដើមដោយសារតែបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យបងប្អូនបង្កើនការចំណាយទៅលើបញ្ហាដាំបង្គោលឬក៏បញ្ហាពុតធ្មេញជាដើមដូច្នេះហើយនៅពេលដែលមានបញ្ហាបន្តិចបន្តួចបងប្អូនអាចធ្វើការមកព្យាបាលឬក៏ប៉ះធ្មេញដើម្បីរក្សាទុកធ្មេញធម្មជាតិរបស់បងប្អូនចំណុចទី5ជួយឲ្យសុខភាពរាងកាយរបស់បងប្អូនមានសភាពរឹងមាំដោយសារតែបងប្អូនទាំងអស់គ្នាមានសុខភាពមាត់ធ្មេញល្អដូច្នេះបងប្អូនអាចពិសាចំណីអាហារបានឆ្ងាញ់និងទំពាបានមាត់ល្អនោះហើយទើបធ្វើឲ្យសុខភាពរាងកាយរបស់បងប្អូនមានសភាពរឹងមាំនិងល្អទៅតាមនឹងដែរ